មេក្តៅក្តៅអញ្ចឹងមកបងប្អូនមកសាកធ្វើក្រែមផាសិនញ៉ាំទាំងអស់គ្នាអ្វីដែលពិសេសនោះគឺធ្វើក្រែមដោយមិនចាំបាច់ប្រើទូទឹកកកនោះទេហើយរសជាតិវិញមិនចាញ់ហាងប្រហែលនេះណាព្រោះរូបមន្តដែលខ្ញុំចែករំលែកនេះគឺជារូបមន្តច្បាស់លាស់មួយដែលបងប្អូនអាចធ្វើតាមហើយឆ្ងាញ់ខ្ញុំមានផាសិន1គីឡូគិតទាំងសម្បកដោះគោស្រស់ចំនួន1លីត្រមកអីក៏បានដែរណាស្ករសហ្នឹងចំនួន1ខាប់ដោះគោខាប់ចំនួន100ក្រាមរបស់ដែលសំខាន់ជាងគេសម្រាប់យកមកធ្វើក្រែមនោះគឺអំបិលជាមួយនឹងទឹកកកហើយអំបិលតើតែយកអំបិលគ្រួសទៅយកមកធ្វើបានណាឥឡូវនេះយើងចាប់ផ្ដើមធ្វើគ្រឿងក្រែមហើយគឺយើងកាត់ផ្លែផាសិនអញ្ចឹងមកដើម្បីស្រួលកេះសាច់វារួចហើយបងប្អូនកេះសាច់វាដាក់ចូលក្នុងម៉ាស៊ីនក្លុកយើងតែម្ដងទៅកុំឲ្យវាក់ប្រឡាក់ចានច្រើនតង់អញ្ចឹងណាក្លុកតែមួយទ្រឹស្ពីរទ្រឹស្បានណាបងប្អូនដើម្បីឲ្យវាដាច់សាច់ជាមួយគ្នាក្លុកយូរពេកអាចបែកគ្រាប់អស់រួចហើយចាំយកវាមកត្រងគ្រាប់ចេញណាកុំឲ្យវាដោយកតិចខ្មៅនឹងចូលណាបងប្អូនចង់ឲ្យវាហូរទឹកអស់បងប្អូនអាចបន្ថែមទឹកបន្តិចបានណារួចហើយយកផាសិននេះទៅដាំឲ្យពុះដើម្បីកុំឲ្យពេលធ្វើក្រែមយើងញ៉ាំទៅមានរាគរសអញ្ចឹងណាដាំឲ្យពុះរួចហើយទុកឲ្យវាត្រជាក់សិនសំធ្វើការចាក់ដោះគោខាប់ចូលទឹកដោះគោស្រស់ក៏ចាក់ចូលទាំងអស់ដូចគ្នាក្នុងឆ្នាំងហ្នឹងតែម្ដងកូរបានបន្តិចហើយបងប្អូនសំធ្វើការចាក់ស្ករចូលកូរវារហូតទាល់តែលាយដោះគោលាយស្ករឲ្យបានសព្វល្អហើយពេលដាក់ស្កររួចបងប្អូនអាចភ្លក់មើលបន្តិចសិនបានណាព្រោះអីមានផាសិនវាជូរផ្អែមខុសគ្នាបងប្អូនចូលចិត្តផ្អែមបន្ថែមស្ករបន្តិចបានធ្វើរួចយើងទុកវាបន្លាយសិនមកយើងមកធ្វើទឹកកកសម្រាប់ធ្វើក្រែមម្ដងណាចំពោះការធ្វើក្រែមយើងត្រូវប្រើទឹកកកម៉ត់បែបនេះបើសិនជាទឹកកកដុំបងប្អូនឲ្យគេកិនឲ្យម៉ត់មកណារួចហើយយើងធ្វើការចាក់អំបិលពីលើទាំងអស់ហើយយកចានដែកមួយទៀតដាក់ពីលើទឹកកកហ្នឹងស្កប់វាឲ្យចានដែកយើងចូលទៅក្នុងទៅដើម្បីឲ្យទឹកកកវាត្រជាក់ដល់មាត់ខាងលើហើយត្រូវយកចានដែកបែបនេះបងប្អូនយកចានដែកជ័រធ្វើកើតទេនិយាយទៅគឺយកចានដែកទាំងខាងក្រោមនិងខាងលើតែម្ដងហើយពេលដែលវាត្រជាក់សូមយើងធ្វើការដាក់ក្រែមរបស់យើងចូលកូរវាបន្តិចរហូតកូរបានមួយស្ទុះឥឡូវក្រែមខ្ញុំចាប់ផ្ដើមកកបដាហើយទាំងអស់គ្នាគៀនកែមមាត់ឆ្នាំងអីហ្នឹងគឺចាប់ផ្ដើមកកច្រើនហើយទីធ្វើក្រែមកូរនឹងទឹកកកនេះនិយាយទៅវាឆ្ងាញ់ជាងយើងដាក់នៅក្នុងទូទឹកកកគ្រាន់តែថាយើងត្រូវចំណាយពេលកូរវារៀងយូរបន្តិចប៉ុន្តែរសជាតិវិញគឺឆ្ងាញ់ដូចក្រែមគេលក់អញ្ចឹងរយៈពេលដែលខ្ញុំធ្វើក្រែមនេះគឺកូរយូរខ្លាំងដែរហ្នឹងបងប្អូននិយាយទៅក្រែមខ្ញុំធ្លាប់ធ្វើច្រើនដងរាប់មិនអស់ហើយតែគ្រាន់តែធ្វើតាមទូទឹកកកបើធ្វើកូរជាមួយនឹងទឹកកកអំបិលបែបនេះទៅលើកទី1ឯងហើយឥឡូវក្រែមខ្ញុំចាប់ដើមកកឲ្យទាំងអស់គ្នាគឺវាពិតជាធ្វើបានមែនពេលអង្គុយកោហ្នឹងបងប្អូនកុំមើលអ្នកអង្គុយចាំញ៉ាំនិយាយទៅគឺភ្លក់រហូតតាំងពីក្រែមមិនទាន់កអស់ហើយយើងបកមកមើលសាច់ក្រែមរបស់យើងគឺថាល្មួតឆ្ងាញ់ណាហើយរសជាតិវិញគឺជូរអែមល្មមតែម្ដងពេលទំនេរបងប្អូនអាចសាកធ្វើទុកឲ្យកូនញ៉ាំទាំងអស់គ្នាទៅព្រោះថាក្រែមធ្វើខ្លួនឯងអញ្ចឹងវាអត់ប៉ះពាល់សុខភាពទេហើយរសជាតិគឺឆ្ងាញ់ខ្ញុំធានាឲ្យរ៉េតខ្លួនឯង1លានលើ10ធ្វើរួចក្រែមនៅសល់បងប្អូនអាចដាក់ចូលទូទឹកកកបានវីដេអូរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយបើសិនជាបងប្អូនចូលចិត្តកុំភ្លេចចុច like subscribe និង follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូខ្ញុំថ្មីមុនគេនៅពេលក្រោយ Thank you bye bye